សង្គ្រាមឈ្លានពានទឹកដីពីសំណាក់យោធាថៃមកលើប្រទេសកម្ពុជារយៈពេល20ថ្ងៃពីថ្ងៃទី7 ខែធ្នូរហូតមកដល់ថ្ងៃទី27 ខែធ្នូឆ្នាំ2025នេះធ្វើឲ្យប្រាសាទតាក្របីឬក៏ប្រាសាទសិរីសួស្តីរបស់ខ្មែររបស់ប្រទេសកម្ពុជាយើងត្រូវបានខ្ទេចខ្ទីគ្មានសល់ស្ទើរតែបាត់រូបរាងទៅហើយបងប្អូនទាំងអស់គ្នាដូច្នេះហើយវីដេអូមួយនេះខ្ញុំចង់ឲ្យបងប្អូនខ្មែរប្រជាជនកម្ពុជារបស់យើងទាំងអស់គ្នាចងចាំនៅរូបប្រាសាទតាក្របីឬក៏ប្រាសាទសិរីសួស្តីរបស់យើងថាពីមុនស្អាតខ្លាំងណាស់ឥឡូវនេះនៅសល់តែរូបរាងដែលមើលមិនបានត្រូវបានគ្រាប់ F16 និងគ្រាប់ផ្លោងច្រើនចិញ្ជ្រុំយកតតែរលាយប្រាសាទទាំងអស់តែម្ដងហើយពួកវាថាប្រាសាទតាក្របីគឺជារបស់ពួកថៃប៉ុន្តែហេតុអីក៏ពួកវាបំផ្លាញប្រាសាទតាក្របីធ្វើអីបងប្អូនទាំងអស់គ្នានេះគឺសពបញ្ជាក់ថាមិនមែនជាប្រាសាទរបស់វាទេហើយអត្ថបទនេះខ្ញុំលើកយកមកពី Fresh News ព័ត៌មាន Fresh News ដែលគេបានចុះផ្សាយហើយខ្ញុំក៏ចង់យកមកអានសារជាថ្មីដើម្បីឲ្យបងប្អូនបានរំលឹកឡើងវិញអំពីប្រាសាទតាក្របីចា៎ប្រាសាទតាក្របីមានទីតាំងស្ថិតនៅលើជួរភ្នំដងរែកនៅក្នុងភូមិបោះធំឃុំគោកខ្ពស់ស្រុកបន្ទាយអំពិលខេត្តបន្ទាយមានជ័យដែលមានចម្ងាយប្រមាណ12គីឡូម៉ែត្រពីខាងកើតប្រាសាទតាមាន់ធំនិងចម្ងាយប្រមាណ6គីឡូម៉ែត្រភាគអាគ្នេយ៍ភូមិបាក់ដៃខេត្តសុរិន្ទប្រទេសថៃអតីតដែនដីកម្ពុជាដែរដូចគ្នានេះដែរប្រាសាទតាក្របីក៏បានការសង់ឡើងឧទ្ទិសដល់ព្រះឥសូរដូចប្រាសាទព្រះវិហារនិងប្រាសាទតាមាន់ធំតាមាន់តូចជាដើមដែរហើយពេលនេះគឺ Fresh News សូមបង្ហាញពីចំណេះដឹងទូទៅស្ដីពីប្រាសាទតាក្របីដូចតទៅលោកម៉ង់វ៉ាលីមន្ត្រីជំនាញបេតិកភណ្ឌបានឲ្យដឹងថានៅក្នុងឯកសាររបស់អ្នកស្រាវជ្រាវបារាំងលោកអេថេណេអានីម៉លទ័រត្រូវបងប្អូននិងលោកមិនចេះអានទេបានកត់ត្រាឈ្មោះប្រាសាទនេះថាព្រះឥសីឬព្រះឫស្សីប៉ុន្តែឈ្មោះដែលអ្នកស្រុកយើងហៅបច្ចុប្បន្នគឺតាក្របីហើយជនជាតិថៃហៅប្រាសាទនេះថាតាខ្វាយនិងតាខ្វាយមានន័យដូចគ្នាចា៎តាក្របីនិងតាខ្វាយមានន័យដូចគ្នាចា៎ភាសាថៃក៏ខ្វាយនឹងគេថាក្របីចា៎ចំណែកមន្ទីរវប្បធម៌ខ្លងទ្វារខាងកើតមានប្រវែងវែងជាងតិចតួចខ្លងទ្វារ3ទៀតទៅនឹងខ្លងទ្វារ3ទៀតខឿនប្រាសាទទៀបឯផ្នែកខាងក្រោមបង្អស់សាងពីថ្មបាយក្រៀមហើយផ្នែកខាងលើសាងពីថ្មភក់ទាំងអស់ដំបូលសាងសង់រាងមូលត្រង់រៀបជា5ជាន់ចំណែកឯដំបូលខ្លងទ្វារសាងលយបង្ហាញឲ្យឃើញហោជាងច្បាស់ប្រភពដែលបានរៀបរាប់បានបន្តថាប្រាសាទតាក្របីជាប្រាសាទមួយដែលគ្មានក្បាច់លម្អនិងសិលាចារឹកបន្សល់ទុកជាតកតាងក្នុងការកំណត់ពីកាលបរិច្ឆេទរបស់ប្រាសាទទេដូចនេះការសិក្សាស្រាវជ្រាវទៅបានពឹងផ្អែកទៅលើការប្រៀបធៀបទៅនឹងសំណង់មួយចំនួនដែលស្ថិតនៅក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី1ដូចជាប៉មកណ្ដាលនៃប្រាសាទបន្ទាយស្រីដំដែកនិងតួប៉មកណ្ដាលនៃប្រាសាទតាកែវជាដើមមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យក៏បានឲ្យដឹងទៀតដែរថាតាមរយៈការប្រៀបធៀបនេះយើងអាចទទួលបានកាលបរិច្ឆេទរបស់ប្រាសាទតាក្របី
ឃើញថាប្រាសាទនេះស្ថិតនៅក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី 1 នាសតវត្សទី 11 នៃគ្រិស្តសករាជ និងស្ថិតក្នុងរចនាបថឃ្លាំង ប្រាសាទតាក្របីត្រូវបានសាងសង់ឡើងដើម្បីដល់ព្រហ្មញ្ញសាសនា ហើយយើងពឹងផ្អែកទៅលើការសង្កេតផ្ទាល់បានឲ្យដឹងថាប្រាសាទនេះសាងឡើងដើម្បីគោរពដល់ព្រះឥសូរ ពីព្រោះកន្លែងសក្ការៈមានថ្មធម្មជាតិដែលបុរាណវិទូហៅថាស្វាយភូលឹង នឹងត្រូវអត់ទេបងប្អូន ជាមួយគ្នានេះលោកម៉ង់វ៉ាលីក៏បានឲ្យដឹងបន្ថែមថាប្រាសាទតាក្របីជាស្ថាបត្យកម្មព្រហ្មញ្ញសាសនានិកាយសិវៈ ដែលទំនងកសាងឡើងនៅរវាងចុងសតវត្សទី 11 ដល់សតវត្សទី 13 ហើយជាស្ថាបត្យកម្មសាសនាសាងសង់នៅលើភ្នំដងរែកដ៏សំខាន់មួយនេះស្ថិតនៅតាមបណ្ដោយផ្លូវបុរាណចេញពីតំបន់អង្គរឆ្ពោះទៅតំបន់តាមការសិក្សារបស់លោកអានថេនី អេម័រនី បានបង្ហាញថាទីតាំងនេះមានសល់បំណែកកុលភាជន៍បុរាណជាច្រើនបន្ថែមទៀតផង ជាពិសេសនៅត្រង់200 ម៉ែត្រខាងកើតប្រាសាទតាក្របី នៅសម័យបុរាណនេះ នៅសម័យបច្ចុប្បន្ននេះ ប្រាសាទតាក្របីមានប្រជាជនគោរពបូជានៅឡើយ ការគោរពបូជាទៅលើប្រាសាទនេះគឺមានលក្ខណៈខុសគ្នារវាងប្រជាជនខ្មែរនិងប្រជាជនថៃ ប្រជាជនខ្មែរឡើងទៅធ្វើកិច្ចពិធីនៅពេលដែលមានបុណ្យទានធំៗ គឺជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរជារៀងរាល់ថ្ងៃ តែគេតែងឃើញមានប្រជាជនថៃចាប់ពី100ទៅ200នាក់បានទៅទស្សនាចូលក្នុងប្រាសាទបួងសួងសូមឲ្យមានសេចក្តីសុខគ្រប់គ្នា ដូច្នេះបងប្អូនទាំងអស់គ្នានេះជាអត្ថបទមួយដែលរំលឹកបងប្អូនឲ្យចងចាំអំពីប្រាសាទព្រះវិហាររបស់យើង ប្រាសាទតាក្របីរបស់យើងដែលត្រូវបានខ្ទេចខ្ទាំអស់ទៅហើយមិនដឹងថាតើមានអ្នកណាគេជួយកសាងយើងឡើងវិញឬក៏យ៉ាងម៉េចទេប៉ុន្តែបើសិនណាជាកសាងវិញក៏មិនដឹងថាកសាងបែបណាដែរបងប្អូនព្រោះថាត្រូវខ្ទេចខ្ទីអស់ទៅហើយដោយសារគ្រាប់ផ្លោងគ្រាប់បែកទម្លាក់ពីយន្តហោះចម្បាំង F-16 របស់យោធាថៃដែលបានទម្លាក់មកលើប្រាសាទរបស់យើងដែលឈ្លានពានយកទឹកដីរបស់យើង